បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះគឺមកបង្ហាញពីសកម្មភាពនិងទស្សនវិជ្ជានៅក្នុងយន្តហោះបងប្អូននេះគឺជាបន្ទប់ទឹកបងប្អូនបន្ទប់ទឹកនៅលើយន្តហោះគឺនិយាយរំទៅគឺมันធំពេកទេបងប្អូនគឺយើងអាចចូលទៅយើងអាចបង្វិលខ្លួនមកតួខ្លួនយើងអាចបង្វិលបានណាហ្នឹងហើយគឺมันធំពេកទេហ្នឹងហើយហើយមានទឹកក្តៅទឹកត្រជាក់មានសាប៊ូលាងដៃអីតាមហ្នឹងទៅនៅក្នុងបន្ទប់ទឹកហ្នឹងហ្នឹងហើយខ្ញុំបង្វិលកាមេរ៉ាឲ្យបងប្អូនមើលមកជុំទៅថានៅក្នុងបន្ទប់ទឹកនេះគឺមានអីខ្លះហ្នឹងហើយបងប្អូនគឺមានតែប៉ុណ្្នឹងទេគឺអត់មានអីច្រើនទេគ្រាន់តែថាបើយើងចូលទៅបន្ទប់ទឹកថ្មីយើងជិះយន្តហោះលើកដំបូងអាចនឹងមានការបារម្ភតិចតួចដែរដោយសារតែយើងមិនទាន់ដឹងពីរបៀបនៃការប្រើប្រាស់បន្ទប់ទឹកចឹងណាជួនកាលអាចទ្រាំពីខ្មែរមកដល់កូរ៉េអានឹងយ៉ាប់ហើយហ្នឹងហើយក្តារនេះគឺយើងបន្តពីយើងបន្តបង់រួចហើយគឺយើងមិនអាចចោលនៅក្នុងចានប្រគុណបានទេបងប្អូនហ្នឹងហើយមើលសញ្ញាខ្វែងគេដាក់គឺយើងមានកន្លែងដាក់នៃសម្រាមរបស់គេហើយបន្ទាប់មកគឺយើងចុចទឹកទៅគឺទឹកដែលខ្ញុំលោកដៃចុចនេះគឺវាបឺតទៅហើយហ្នឹងហើយអត់មានអីទេគឺមានតែប៉ុណ្ណឹងងាយស្រួលគឺខ្ញុំសម្រាយជូនទេគឺប៉ុណ្ណឹងឯងអរគុណច្រើនបងប្អូន